លោកគ្រូខ្ញុំជាគ្រូសាស្ត្រឈ្មោះយុទ្ធភណ្ឌមកពីថ្នាក់ក2ថ្ងៃនេះខ្ញុំនឹងមកបន្ថែមនៅមេរៀនទី2ដែលនិយាយអំពីរង្វាស់តម្លៃលទ្ធផលសិក្សារបស់សិស្សថ្នាក់ជាតិនៅកម្រិតបឋមសិក្សាដោយចំណុចទី1ខ្ញុំនឹងលើកនិយាយអំពីនិយមន័យនៃការរង្វាស់តម្លៃលទ្ធផលសិក្សារបស់សិស្សថ្នាក់ជាតិនៅកម្រិតបឋមសិក្សាដែលនិយមន័យរបស់វាគឺជាដំណើរការនៃការវាស់វែងនិងវាយតម្លៃលទ្ធផលសិក្សារបស់សិស្សមួយទៀតនោះគេអាចហៅវាថាជាជំហានដ៏សំខាន់ក្នុងការកែលម្អគុណភាពនៃការអប់រំអញ្ចឹងនេះគឺជានិយមន័យនៃការវាយតម្លៃរបស់លទ្ធផលសិក្សារបស់សិស្សថ្នាក់ជាតិនៅក្នុងសិក្សាចុះចំណុចទី2នេះដែរយើងនឹងនិយាយអំពីគោលបំណងនៃរង្វាស់តម្លៃអញ្ចឹងតើគោលបំណងនៃការរង្វាស់តម្លៃសិក្សារបស់សិស្សថ្នាក់ជាតិនៅកម្រិតបឋមនោះគឺជាអ្វីដើម្បីទី1គឺដើម្បីស្គាល់កម្រិតសមត្ថភាពនិងចំណេះដឹងរបស់សិស្សចឹងដើម្បីចង់ដឹងថាសិស្សហ្នឹងគាត់មានសមត្ថភាពប៉ុណ្ណានៅកម្រិតណាអញ្ចឹងគេត្រូវការធ្វើតែរង្វាស់តម្លៃទៅដល់សិស្សទាំងអស់នោះមួយទៀតគឺជួយការលម្អការបង្រៀនឲ្យសង្គមអញ្ចឹងមានន័យថានៅពេលដែលគាត់ធ្វើការរង្វាស់តម្លៃទៅដល់សិស្សទាំងអស់នោះហើយគាត់នឹងការលម្អទៅលើការបង្រៀនរបស់គាត់ករណីដែលការបង្រៀនរបស់គាត់ធ្វើឲ្យទៅសិស្សទទួលបានលទ្ធផលតិចតួចនេះគាត់នឹងកែលម្អរាល់ចំណុចដែលសិស្សគាត់មិនទាន់ទទួលបានលទ្ធផលល្អគាត់នឹងកែប្រែវាឡើងវិញហើយរកចំណុចមួយដែលអាចធ្វើឲ្យសិស្សទទួលវាបានដោយសមស្របចំណុចចុងក្រោយនេះគឺអភិវឌ្ឍសមត្ថភាពសិស្សនិងការសិក្សាដោយខ្លួនឯងអញ្ចឹងក្រៅពីការគាត់កែប្រែលើការបង្រៀនហើយគោលបំណងការវិនិច្ឆ័យនេះដែរគឺជួយឲ្យសិស្សគាត់អភិវឌ្ឍសមត្ថភាពនៃការសិក្សាដោយខ្លួនឯងអញ្ចឹងគាត់នឹងអាចមានពេលដឹងថាខ្ញុំខ្លាំងចំណុចនេះខ្ញុំស្នើសោយលើចំណុចនេះអញ្ចឹងគាត់អាចពង្រឹងសមត្ថភាពរបស់គាត់ទៅលើចំណុចដែលខ្វះខាតហើយនឹងបន្ថែមទៅលើចំណុចខ្លះឲ្យកាន់តែប្រសើរជាងមុននេះគឺជាវត្ថុគោលបំណងនៃការរង្វាស់តម្លៃសិក្សាតែឥឡូវយើងមកស្ដាប់នៅចំណុចទី3ដែលនិយាយអំពីប្រភេទនៃការរង្វាស់តម្លៃអញ្ចឹងប្រភេទនៃការរង្វាស់តម្លៃមានប្រមាណប្រភេទអញ្ចឹងយើងមកដឹងអស់គ្នាប្រភេទនៃការរង្វាស់តម្លៃគឺមានទាំងអស់3ប្រភេទដែលប្រភេទទី1គឺគេហៅថាការរង្វាស់តម្លៃដើមទងតែការរង្វាស់តម្លៃនេះដែរគឺគេស្វែងរកពីចំណុចចាប់ដើមរបស់សិស្សគេហៅថាស្គាល់សមត្ថភាពដំបូងរបស់សិស្សថាគាត់ស្ថិតនៅក្នុងកម្រិតមួយណាកម្រិតបង្គោលឬក៏គាត់យឺខ្លាំងអញ្ចឹងគេចាប់ដើមស្វែងយល់គាត់ថាតើបើគាត់យឺខ្លាំងតើយើងត្រូវប្រើវិធីសាស្ត្របែបណាដើម្បីធ្វើឲ្យគាត់ទទួលបានសមត្ថភាពទៅតាមអ្វីដែលយើងចង់បានហើយបើសិនជាគាត់ស្ថិតនៅក្នុងសមត្ថភាពមធ្យមតើយើងគួរប្រើនៅវិធីសាស្ត្របង្រៀនឬគួរប្រើបង្រៀនបែបណាដើម្បីឲ្យគាត់ទទួលបានការរៀនហ្នឹងមានឆាប់មានប្រសិទ្ធភាពបន្តមកទៀតគឺការរង្វាស់តម្លៃជាបន្តការវិនិច្ឆ័យបន្តនេះគឺពីការវិនិច្ឆ័យតម្លៃតាមដាននិងជំរុញការសិក្សារបស់សិស្សបើសិនជាយើងធ្វើការបង្រៀនសិស្សហើយតែយើងអាចបានធ្វើការរង្វាស់តម្លៃទៅលើថាតើសមត្ថភាពគាត់នឹងវានៅកម្រិតណាទេអញ្ចឹងថាការបង្រៀនរបស់យើងនឹងវាល្អឬមិនល្អទេអញ្ចឹងនៅពេលដែលយើងបង្រៀនគេតែងតែមានកិច្ចតែងការរបស់យើងនៅជំហានទី4គឺគេតែងតែធ្វើការរង្វាស់តម្លៃសិស្សដែលយើងហៅថាពង្រឹងពុទ្ធិដែលចំណុចត្រង់នេះដែរគឺគេស្វែងយល់ពីចំណេះដឹងសិស្សថាតើគាត់ទទួលបានលទ្ធផលអីខ្លះនៅក្រៅពេលបង្រៀនហ្នឹងអញ្ចឹងគេចង់ដឹងថាតើចប់បំណងសិក្សាហ្នឹងគាត់ទទួលបាននៅអ្វីដែលគ្រូបានផ្ដល់ឲ្យឬអត់បន្ទាប់ចុងក្រោយនោះគឺការរង្វាស់តម្លៃសរុបដែលរង្វាស់តម្លៃសរុបនេះគឺមានតម្លៃទៅលើលទ្ធផលចុងក្រោយនៃការសិក្សាអញ្ចឹង
ទីហោការប្រឡងបញ្ចប់ថ្នាក់ទី3ទី6ទី9ទី12ហ្នឹងគេហៅថាការពង្រៀនបញ្ចប់ការសិក្សាដែលយើងចប់មួយឆ្នាំឬក៏មួយឆមាសឬក៏កម្រិតនៃការប្រឡងថ្នាក់ជាតិឯនៅប្របីហ្នឹងទី3ទី6ទី9ទី12គេហៅថាការប្រឡងបញ្ចប់ថ្នាក់ជាតិអញ្ចឹងគេចង់ដឹងថាតើការបង្រៀនរបស់គាត់កន្លងមកនឹងវាទទួលបានលទ្ធផលទៅជាយ៉ាងណាក្រោយពីប្រឡងបញ្ចប់អញ្ចឹងយើងមកមើលនៅចំណុចទី4ដែលយើងនិយាយអំពីវិធីសាស្ត្រនៃការរវាយតម្លៃអញ្ចឹងវិធីសាស្ត្រនៃការរវាយតម្លៃហ្នឹងគឺយើងបែងចែកជា3ដំណាក់កាលទី1សំណួរពិតមិនពិតហើយនឹងជ្រើសរើសតម្លៃខាងក្រៅអញ្ចឹងអាសំណួរហ្នឹងគឺរបៀបថាការជ្រើសរើសសំណួរដាក់បែបប្រព័ន្ធឲ្យសិស្សគាត់គិតស្វែងយល់ថាសំណួរហ្នឹងវាត្រឹមត្រូវឬក៏អត់ហើយចំណុចទី2គឺសកម្មភាពបង្ហាញសមត្ថភាពឧទាហរណ៍ពេលដែលយើងឲ្យគាត់បានធ្វើលំហាត់ពេលមកសិក្សាបង្រៀនអីប៉ុណ្ណឹងគាត់នឹងបញ្ចេញនូវសមត្ថភាពពិតរបស់គាត់ថាគាត់អាចធ្វើចេញបានកម្រិតណាយើងអាចហៅខ្លួនគាត់ពីតបឬក៏ឲ្យគាត់បានធ្វើលំហាត់នៅពេលមកចំណែកចំណុចចុងក្រោយគឺការសង្កេតលើអាកប្បកិរិយានិងការចូលរួមអញ្ចឹងដូចគ្នាដែរបើសិនជាយើងមករៀនហើយយើងមើលឃើញសកម្មភាពរបស់គាត់ដូចជាស្ងាត់វាទៅបានចូលរួមក្នុងការឆ្លើយដល់មតិយោបល់ជាមួយយើងអាចសង្កេតលើការមានតម្លៃលើការចូលរួមរបស់គាត់ថាស្ថិតនៅក្នុងកម្រិតមួយណាអញ្ចឹងយើងគួរតែផ្ដល់ឱកាសឲ្យគាត់បានចូលរួមនិងបញ្ចេញនូវសមត្ថភាពរបស់គាត់ឲ្យបានច្រើនមួយទៀតគឺពង្រឹងនៅអេយ៉ាបតរបស់គាត់ឲ្យកាន់តែល្អប្រសើរចំណុចទី5គឺយើងនិយាយអំពីឧបករណ៍រវាយតម្លៃអញ្ចឹងដើម្បីឲ្យការវាយតម្លៃប្រកបទៅដោយប្រសិទ្ធភាពនិងគុណភាពអញ្ចឹងឧបករណ៍រវាយតម្លៃគឺមានសារៈសំខាន់ដែលទី1គឺសំណួរប្រឡងវិភៅកត់ត្រានិងបណ្ឌសម្ភារអញ្ចឹងសំណួរប្រឡងហ្នឹងគឺយើងដាក់ធ្វើម៉េចឲ្យវាសមស្របទៅតាមសមត្ថភាពរបស់សិស្សអញ្ចឹងដូចគេនិយាយថាដូចជាក្នុងសិភៅបាននិយាយថាការប្រឡងគឺវាអាចមាន3ប្រភេទទី1គឺការងាយស្រួលគឺមានសំណួរងាយស្រួលរហូតដល់75%ហើយប្រភេទនេះគឺ20មកឈុំជាគីឡូម៉ាក់ចំនួន25និងស្រួលមកឈុំសំទោសកន្លែងនេះយើងដូចជាអត់ត្រូវចាំណាដែលដឹងថាចំនួនក្នុងក្រោយគឺចំនួនពិបាកចំនួន25ចំនួនស្រួល30ហើយនឹងចំនួនឈុំ30ហើយនឹងចំនួនងាយស្រួលរហូតដល់45ហើយមួយទៀតគឺបានសង្កេតនឹងបញ្ហានឹងសកម្មភាពបង្ហាញជាក់ស្ដែងអញ្ចឹងយើងអាចដឹងថាយើងមើលទៅការសង្កេតរបស់គាត់ថាតើគាត់មានបានធ្វើសកម្មភាពអីខ្លះពេលដែលយើងមានការងារក្រុមអីឲ្យហ្នឹងតោះយើងមកដល់ចំណុចបន្តទៅគឺទូនាទីនៃការរវាយតម្លៃតើរវាយតម្លៃមានទូនាទីអ្វីខ្លះទៅលើលទ្ធផលកម្រិតសិក្សានៅបឋមសិក្សានេះអញ្ចឹងជាទី1គឺជាមធ្យោបាយវាស់សមត្ថភាពនិងលទ្ធផលសិក្សាអញ្ចឹងគាត់នឹងវាស់សមត្ថភាពរបស់សិស្សឲ្យសិស្សដឹងថាគាត់ត្រូវបន្ថែមហើយគាត់ត្រូវរៀនអីខ្លះបន្ទាប់មកទៀតគឺគ្រូសម្រេចចិត្តអំពីការបង្រៀនបន្ថែមនិងកែប្រែអញ្ចឹងបើសិនជាសិស្សនឹងសិក្សាអញ្ចឹងគ្រូអាចនឹងមានម៉ោងបន្ថែមដល់សិស្សដើម្បីឲ្យគាត់ទទួលបានលទ្ធផលកាន់តែប្រសើរជាងមុនមួយទៀតនោះគឺការស្គាល់ចំណុចខ្សោយនិងការអនុវត្តអញ្ចឹងបើសិនជាយើងដឹងថាសិស្សគាត់ខ្លាំងហើយបន្ថែមគាត់នៅខ្វះចំណុចនឹងមួយដែលគាត់អត់ទាន់ធ្វើបានល្អទេអញ្ចឹងគ្រូគាត់នឹងណែនាំទៅសិស្សនឹងដឹងពីចំណុចនឹងហើយគាត់នឹងកែប្រែហើយវានឹងធ្វើឲ្យសិស្សទទួលបានការទទួលបាននៅប្រសិទ្ធភាពការកែប្រែកាន់តែលឿនឡើងជាចុងបញ្ចប់នោះគឺគោលការណ៍សំខាន់នៃរវាយតម្លៃអញ្ចឹងរវាយតម្លៃមានគោលការណ៍សំខាន់ណាគេគឺ
ត្រឹមត្រូវមានយុត្តិធម៌និងជាក់លាក់អញ្ចឹងយើងត្រូវតែប្រកាសថាការមានតម្លៃហ្នឹងគឺមានភាពត្រឹមត្រូវច្បាស់លាស់ដោយឲ្យសិស្សឧទាហរណ៍ពេលប្រឡងឲ្យសិស្សមើលគ្នាចម្លងគ្នាអាហ្នឹងវាអត់ត្រឹមត្រូវច្បាស់លាស់ព្រោះពីគេលទ្ធផលមកក៏វាអត់សមស្របដែរមួយទៀតផ្អែកទៅលើការសិក្សានិងសមត្ថភាពពិតរបស់សិស្សអញ្ចឹងការវិនិច្ឆ័យហ្នឹងដែរគឺគេត្រូវតែសង្កេតទៅលើថាសិស្សហ្នឹងគាត់ស្ថិតនៅក្នុងថ្នាក់ទីប្រមាណឧទាហរណ៍បើគាត់ថ្នាក់ទី3ហើយយើងទៅយកចំនួនថ្នាក់ទី4មកឲ្យគាត់ធ្វើអញ្ចឹងការវិតម្លៃហ្នឹងក៏វាអត់ត្រឹមត្រូវអញ្ចឹងត្រូវតែស្របតាមការសិក្សាហើយនិងកម្រិតថ្នាក់របស់គាត់ចុងក្រោយគឺវិធីសាស្ត្រផ្សេងៗនឹងបញ្ចូលសិស្សក្នុងដំណើរការវិនិច្ឆ័យអញ្ចឹងវាអាចការវិនិច្ឆ័យនោះអាចមានវិធីសាស្ត្រផ្សេងដែលយើងត្រូវតែចាចំពោះការបង្ខេតនៅមេរៀនទី2នឹងវាតម្លៃសិក្សារបស់សិស្សថ្នាក់ជាតិនៅកម្រិតខំសិក្សាបង្ខេតដោយនាងខ្ញុំគឺត្រូវបានចាប់តែពេលនេះបើសិនជាមានបំផុសខុសឆ្គងត្រង់ណាសូមអរគុណខន្តីអភ័យទោសហើយក៏សូមផ្ដល់ជាមតិយោបល់ជួយកែលម្អនាងខ្ញុំផងចាអរគុណសូមជម្រាបលា